ធ្លាប់តែលើជ្រក់បងប្អូនខ្លាចឈឺពោះឈឺអីមែនអត់ឥឡូវមកមើលជ្រក់មួយមុខនេះបានថ្ងៃនេះខ្ញុំមកធ្វើជ្រក់តកួនណាហើយបន្លែរបស់យើងមានដូចជា3-4មុខហើយសម្រាប់ជ្រក់តកួនមួយនេះធ្វើភ្លាមបានញ៉ាំភ្លាមហើយក៏អត់ខ្លាចឈឺពោះឈឺអីដែរហើយសម្រាប់តកួនយើងហាន់ឲ្យខ្លីៗទាំងណាចំណែកខ្ញីវិញខ្ញុំហាន់ជាប្រទេសស្ដើងបន្ទាប់មកទៀតយើងហាន់ជាប្រទេសទូចៗវិញម្ដងហើយសម្រាប់ផ្កាខាត់ណានេះយើងហាន់ជាប្រទេសរាងស្ដើងល្មមប៉ុន្តែគ្រឿងទាំងអស់ហ្នឹងខ្ញុំធ្វើឲ្យខ្ញុំយកទៅស្រុះដល់ពេលអញ្ចឹងយើងញ៉ាំទៅអត់ឈឺពោះទេអញ្ចឹងជ្រក់អីផ្សេងអាចឈឺពោះប៉ុន្តែមួយមុខនេះធ្វើលឿនហើយញ៉ាំភ្លាមៗហើយអត់ឈឺពោះទេហើយឥឡូវយើងមកចាប់ផ្ដើមហាន់សាច់ជ្រូកវិញម្ដងសម្រាប់សាច់ជ្រូកយើងយកជាប្រភេទឆ្អឹងមួយមុខនេះញ៉ាំជាមួយសាច់ជ្រូកក៏បានឆ្អឹងជំនីក៏បានសាច់មាន់និយាយទៅប្រភេទជាប្រឡាក់បងប្អូនអាចញ៉ាំបានទាំងអស់រួមមានទាំងរបស់បំពងផងដែរអញ្ចឹងយើងប្រឡាក់មកល្មមមកកុំយកប្រៃពេកដោយសារយើងញ៉ាំជាមួយជ្រូកអញ្ចឹងណាហើយបន្ទាប់មកទៀតយើងចាប់ផ្ដើមមកស្រុះតកួនវិញម្ដងសម្រាប់តកួនខ្ញុំស្រុះតាមផ្លែតទេដាក់តាមផ្លែតហើយលើកនិយាយទៅបន្លែ3-4មុខហ្នឹងយើងស្រុះតាមផ្លែតទាំងអស់គ្រប់មុខ3មុខហ្នឹងយើងស្រុះតាមផ្លែតទេហើយយើងលើកចេញមកវិញមកបើសិនជាបងប្អូនចង់បន្ថែមអីទៀតក៏បានដែរជ្រក់មួយមុខនេះប៉ុន្តែ3មុខនេះគឺដាក់ចូលគ្នាគឺត្រូវគ្នាមែនតែនហ្មងធ្វើឲ្យគឺឆ្ងាញ់អញ្ចឹងស្ដាយបដោះខ្ញុំស្រស់តាមផ្លែតដូចគ្នាសម្រាប់បន្តទៀតការខាត់ណាយើងស្រស់ដូចគ្នាអញ្ចឹងមកយកទៅដាក់តែចូលទឹកហើយយើងលើកមកវិញដូចគ្នាហើយបន្តមកទៀតយើងចាប់ដើមដួសដាក់ចានទាំងអស់បន្ទាប់មកទៀតយើងទុកដោយឡែកសិនមកចាប់ផ្ដើមចៀនឆ្អឹងជំនីជ្រូកយើងវិញម្ដងសម្រាប់ឆ្អឹងជំនីខ្ញុំចៀនដាក់ខ្លាញ់តែបន្តិចល្មមឯងហើយយើងបើកភ្លើងមកល្មមមកដើម្បីឲ្យវាក្រៀមល្អហើយបន្ទាប់មកទៀតយើងមកចាប់ផ្ដើមលាយទឹកជ្រលក់ដើម្បីធ្វើជ្រក់វិញម្ដងនិយាយទៅមួយមុខនេះងាយមែនតែនហ្មងធ្វើលឿនហ្នឹងឯនេះធ្វើមួយមុខនេះហើយបងប្អូនកុំភ្លេចដាំបាយបន្ថែមណាព្រោះអីវាមានរសជាតិឆ្ងាញ់មែនតែនហ្មងហើយឥឡូវយើងមកចាប់ផ្ដើមលាយទឹកជ្រលក់សម្រាប់ញ៉ាំវិញម្ដងមានទឹកត្រីប៊ីចេងស្ករខ្ទឹមម្ទេសអញ្ចឹងយើងដាក់តាមចំណង់ចំណូលចិត្តយើងមកហើយបន្តមកទៀតយើងកូរគ្រឿងទាំងអស់ហ្នឹងឲ្យសព្វហើយយើងចាប់ផ្ដើមដាក់បន្លែដែលបានស្រុះចូលមុននឹងចូលគ្នាអស់មកសម្រាប់ខ្ញីវិញគឺអត់បានហ្មងមួយមុខនេះហើយខ្ញុំមានបន្ថែមជាមួយទៅយងចេកដែរបងប្អូនសាកបានណាគឺមានរសជាតិឆ្ងាញ់មែនតែនហ្មងហើយបន្តមកទៀតយើងចាប់ផ្ដើមច្របល់ឲ្យវាចូលជាតិតាមផ្លិតទៅរួចជាការស្រេចហើយនិយាយទៅអត់អីបានណាតែកុំភ្លេចទៅយើងចេកហើយនឹងខ្ញីគឺឆ្ងាញ់មែនតែនហ្មងឥឡូវញ៉ាំរបស់យើងបានរួចរាល់ហើយសាច់របស់យើងក៏បានឆ្អិនដែរអញ្ចឹងបងអាចសាកបានណាធានាថាឆ្ងាញ់មែនតែនហ្មងប្រៃសាបអីបងប្អូនលៃលកតាមហ្នឹងប៉ុន្តែជ្រក់យើងយកជូរប្រៃហិលអញ្ចឹងទៅបានឆ្ងាញ់